លោកសេដ្ឋីគាត់មានកូនប្រុសតែម្នាក់ដោយរាល់ថ្ងៃកូនប្រុសគាត់តែងតែធ្វើដំណើរទៅទារបំណុលពីអ្នកភូមិជំនួសលោកសេដ្ឋីហើយអ្នកភូមិតែងតែគោរពកូនលោកសេដ្ឋីនិងលោកសេដ្ឋីជានិច្ចដោយសារតែគាត់និងកូនប្រុសជាមនុស្សដែលមានទឹកចិត្តជួយដល់អ្នកភូមិនៅថ្ងៃនេះកូនទៅទារបំណុលពីអ្នកភូមិទៀតហើយណាលោកពុកដូច្នេះលោកពុកមិនចាំបាច់ទៅទារបំណុលពីអ្នកភូមិទេទុកឲ្យកូនជាអ្នកទារបំណុលពីអ្នកភូមិវិញទៅទារបំណុលប៉ុន្តែកូនបែរជាទៅជួយអ្នកភូមិទាំងអស់នោះជានិច្ចអ្នកភូមិមានការគោរពស្រឡាញ់កូនដូចជាឪពុកអញ្ចឹងនៅពេលដែលកូនទៅទារបំណុលពីគ្រួសាររបស់គាត់កូនបានឃើញគ្រួសារគាត់ជួបការលំបាកកូនពិតជាអាណិតហើយបានឲ្យប្រាក់មួយចំនួនទៅគាត់សង្ឃឹមថាគាត់នឹងយកធ្វើដើមទុនដើម្បីបានប្រាក់ឆាប់សងយើងនេះបានគេហៅថាស្លឹកឈើមិនជ្រុះឆ្ងាយពីគល់កូនប្រុសជាកូនសេដ្ឋីរៀនបានមានចំណេះដឹងដូច្នេះកូនធ្វើអ្វីប្រកបទៅដោយសីលធម៌និងការអប់រំបាទលោកពុកអញ្ចឹងកូនធ្វើដំណើរទៅសិនហើយណាលោកពុកកូននឹងបានមកវិញហើយជួយការងារលោកពុកបានច្រើនវាសនាក៏បានធ្វើដំណើរមកដល់ផ្ទះកូនបំណុលអធិស្ឋានផងលោកសេដ្ឋីនៅពេលនេះខ្ញុំមិនទាន់មានប្រាក់សងទៅលោកសេដ្ឋីវិញទេដោយសារតែកូនប្រុសខ្ញុំបានធ្លាក់ខ្លួនឈឺដេកនៅមន្ទីរពេទ្យអញ្ចឹងតើពេលនេះអាការៈគាត់បានជាម៉េចហើយលោកពូតើអាការៈគាត់ធ្ងន់ធ្ងរដែរទេលោកពូតើលោកពូត្រូវការចំណាយប្រាក់ប៉ុន្មានទៀតដើម្បីព្យាបាលគាត់ខ្ញុំត្រូវការចំណាយប្រាក់ច្រើនដូច្នេះខ្ញុំគិតថាសូមពន្យាពេលប្រាក់លោកសេដ្ឋីដើម្បីយកប្រាក់ទាំងអស់នោះទៅព្យាបាលកូនប្រុសរបស់ខ្ញុំសិនសង្ឃឹមថាលោកសេដ្ឋីនឹងយល់ដល់ខ្ញុំមិនអីទេណាលោកពូចំពោះរឿងរ៉ាវបែបនេះអ្នកណាក៏មិនចង់ឲ្យវាកើតឡើងដូច្នេះខ្ញុំមិនទាន់ទារប្រាក់ពីលោកពូទេអញ្ចឹងលោកពូយកប្រាក់ទៅព្យាបាលកូនប្រុសសិនទៅពិតជាអរគុណណាលោកសេដ្ឋីដែលលោកសេដ្ឋីអាណិតដល់គ្រួសាររបស់ខ្ញុំបែបនេះខ្ញុំពិតជាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទេណាលោកសេដ្ឋីមិនអីទេណាលោកពូអញ្ចឹងលោកពូខ្ញុំសូមលាទៅទារបំណុលពីអ្នកភូមិទៀតសិនហើយខ្ញុំទៅសិនហើយណាលោកពូចំណែកនៅក្នុងភូមិក៏មានអ្នកចងការប្រាក់ម្នាក់ទៀតដែលគាត់តែងតែខឹងនឹងលោកសេដ្ឋីក៏ព្រោះតែលោកសេដ្ឋីបានចងការប្រាក់ប្រជែងនឹងគាត់ពិតជាគូឲ្យស្អប់មែនហើយអ្វីបានជាលោកសេដ្ឋីចងការប្រាក់ឲ្យអ្នកភូមិនៅក្នុងតម្លៃទាបធ្វើឲ្យអ្នកភូមិមួយចំនួនលែងចងការប្រាក់របស់យើងខ្ញុំគិតថាលោកបងគួរតែចាត់ការតែម្ដងទៅបើទោះបីជាលោកបងមានទ្រព្យសម្បត្តិមិនច្រើនដូចជាលោកសេដ្ឋីប៉ុន្តែបើសិនជាលោកសេដ្ឋីឈប់ចងការប្រាក់ឲ្យអ្នកភូមិហើយនៅតែលោកបងរកស៊ីតែម្នាក់ឯងមិនយូរមិនឆាប់លោកបងនឹងមានទ្រព្យសម្បត្តិដូចជាលោកសេដ្ឋីជាមិនខានឲ្យធ្វើយ៉ាងម៉េចបើពេលនេះពួកគេបានចងការប្រាក់លោកសេដ្ឋីហើយលោកសេដ្ឋីបានយកការប្រាក់នៅក្នុងតម្លៃទាបអ្នកភូមិគេលែងចងការប្រាក់យើងហើយខ្ញុំដឹងថាថ្ងៃនេះកូនប្រុសលោកសេដ្ឋីមកទារការប្រាក់ពីអ្នកភូមិហើយគាត់មកតែម្នាក់ឯងតែប៉ុណ្ណោះហើយគាត់បំរុងនឹងដើរទៅភូមិជិតយើងហើយដើរកាត់ឆ្លងព្រៃមួយកន្លែងដូច្នេះវាជាឱកាសដែលលោកបងគួរតែចាត់ការកូនប្រុសលោកសេដ្ឋីតែម្ដងទៅឯងចង់ឲ្យយើងសម្លាប់កូនប្រុសលោកសេដ្ឋីតើមែនទេបើយើងសម្លាប់កូនប្រុសលោកសេដ្ឋីបានមែនវាគឺជាការប្រសើរលោកសេដ្ឋីនឹងមានការឈឺចាប់ហើយលែងខ្វាយខ្វល់ការងាររកស៊ីដល់ពេលនោះជាឱកាសដែលយើងត្រូវតែប្រមូលផលការងាររកស៊ីត្រឹមត្រូវមែនហើយណាលោកបងពិតជាពូកែមែនអញ្ចឹងលោកបងចាត់ការភ្លាមទៅដើម្បីឲ្យបានមាសប្រាក់កាន់តែច្រើនណាលោកបងពួកគេទាំងពីរក៏មានគំនិតអាក្រក់ទៅស្ទាក់ផ្លូវសម្រាប់កូនប្រុសលោកសេដ្ឋីនៅក្នុងព្រៃក៏មានមនុស្សចម្លែកម្នាក់ដែលមានក្បាលជាសេះរូបរាងជាសេះរស់នៅជាមួយនឹងលោកតាអ៊ីសីដោយនាងបានតាំងសិលអស់រយៈពេលច្រើនឆ្នាំចៅគួរតែទៅជួយកូនប្រុសលោកសេដ្ឋីបើមិនដូច្នេះទេកូនប្រុសលោកសេដ្ឋីនឹងត្រូវបាត់បង់ជីវិតជាមិនខានទេណាចៅប៉ុន្តែពេលនេះចៅក្នុងសភាពជាសត្វសេះតែប៉ុណ្ណោះគាត់ប្រកាសជាមានការភ័យខ្លាចជាមិនខានចៅគិតថានឹងទៅដល់គាត់នឹងមានការភ័យខ្លាច
ចៅគិតបែបនេះជាការត្រឹមត្រូវប៉ុន្តែចៅគិតមើលទៅតើការស្លាប់និងការខ្លាចតើកូនប្រុសលោកសេដ្ឋីជ្រើសរើសយកមួយណាចាលោកតាចៅនឹងធ្វើដំណើរទៅជួយគាត់នៅពេលនេះអញ្ចឹងចៅសូមធ្វើដំណើរទៅជួយគាត់សិនហើយណាលោកតានាងលក្ខដែលមានរូបរាងជាសេះក៏បានធ្វើដំណើរទៅជួយកូនប្រុសលោកសេដ្ឋីចំណែកកូនប្រុសលោកសេដ្ឋីកំពុងតែត្រូវអ្នកទាំងពីរពាត់ចាប់បំរុងនិងសម្លាប់បើសិនជាគាត់អត់កូនប្រុសទៅលោកសេដ្ឋីប្រកាសជាពិបាកចិត្តហើយគាត់ក៏មិនរកស៊ីអ្វីដែរមុខរបរទាំងអស់នឹងបានមកជើងដោយងាយស្រួលហើយអ្វីបានជាអ្នកធ្វើទង្វើថោកទាបបែបនេះអ្នករកស៊ីមិនឈ្នះគ្រួសាររបស់យើងប៉ុន្តែអ្នកបែរជាលួចធ្វើទង្វើថោកទាបបែបនេះទៅវិញក៏ព្រោះតែលោកសេដ្ឋីសម្បូរប្រាក់ហើយចងការប្រាក់ក្នុងតម្លៃទាបឲ្យទៅអ្នកភូមិដូច្នេះទៅបានជាអ្នកភូមិគេតែងតែចងការប្រាក់លោកសេដ្ឋីហើយពេលនេះយើងនឹងសម្លាប់អ្នកប្រុសដល់ពេលនោះលោកសេដ្ឋីពិបាកចិត្តហើយគាត់នឹងលែងរកស៊ីមុខរបរនេះឈប់ភ្លាមអ្នកទាំងពីរអ្នកឆាប់ដល់លែងគាត់ភ្លាមទៅបើមិនដូច្នេះទេយើងនឹងសម្លាប់អ្នកទាំងពីរជាមិនខានលោកបងអើយតើជាសត្វអ្វីទៅហេតុអ្វីបានជាចម្លែកបែបនេះយើងរត់ទៅណាលោកបងបើយើងមិនរត់ប្រកាសជាត្រូវស្លាប់ជាមិនខានតើឯងនៅនិយាយដល់ពេលណាទៀតហេតុអ្វីបានជាមិនឆាប់រត់ភ្លាមទៅអរគុណច្រើនណាស់អ្នកនាងដែលបានជួយខ្ញុំបើសិនជាមិនបានអ្នកនាងទេខ្ញុំប្រកាសជាត្រូវបាត់បង់ជីវិតអរគុណអ្នកនាងនៅពេលនេះអ្នកប្រុសបានរួចផុតពីគ្រោះថ្នាក់ដូច្នេះខ្ញុំត្រូវចាក់ចេញទៅទីកន្លែងខ្ញុំវិញហើយជូនពរឲ្យអ្នកប្រុសជួបតែសំណាងល្អនៅក្នុងជីវិតចាប់ពីពេលនេះតទៅនៅពេលដែលនាងសេះបានធ្វើដំណើរទៅទីកន្លែងវិញវាសនាក៏បានធ្វើដំណើរទៅតាមក្រោយរហូតទៅដល់ទីកន្លែងដែលនាងរស់នៅពេលដែលនាងសេះបានធ្វើដំណើរមកដល់ទីកន្លែងរបស់លោកតាស្រាប់តែវេទមន្តក៏បានប្រែកាយឲ្យនាងក្លាយទៅជាស្រីស្អាតលោកតាហេតុអ្វីបានជាចៅប្រែកាយទៅជាមនុស្សបានអញ្ចឹងនៅពេលនេះចៅអាចប្រែកាយទៅជាមនុស្សបានហើយណាលោកតាដោយសារតែពេលនេះចៅបានជួបនឹងគូព្រេងរបស់ចៅទើបបានជាធ្វើឲ្យចៅប្រែកាយទៅជាមនុស្សបានមានន័យថាគាត់ជាគូព្រេងរបស់ចៅតែមែនទេប៉ុន្តែបើសិនជាគាត់ដឹងថាចៅមានប្រវត្តិជាសេះគាត់ប្រកាសជាមិនអាចទទួលយកចៅបានទេណាលោកតាហើយអ្វីបានជាអ្នកនាងនិយាយថាខ្ញុំមិនអាចទទួលយកអ្នកនាងបានខ្ញុំអាណិតហើយក៏ស្រឡាញ់អ្នកនាងនៅពេលដែលអ្នកនាងបានជួយខ្ញុំប៉ុន្តែខ្ញុំមិនទាន់ហ៊ាននិយាយប្រាប់ទៅអ្នកនាងតែប៉ុណ្ណោះចៅទាំងពីរនាក់ជាគូព្រេងកាលពីជាតិមុនដូច្នេះចៅទាំងពីរនាក់បានជួបគ្នាវាជានិស្ស័យដូច្នេះចៅទាំងពីរនាក់គួរតែរៀបការរស់នៅជាមួយគ្នាទៅចៅនឹងនាំនាងទៅជួបនឹងលោកពុករបស់ចៅហើយនឹងរៀបការរស់នៅជាមួយគ្នាជារៀងរហូតទៅចៅសន្យាណាលោកតាចៅនឹងមើលថែនាងអស់មួយជីវិតវាសនាក៏បាននាំនាងទៅជួបនឹងឪពុករបស់គាត់ហើយក៏បានរៀបការរស់នៅជាមួយគ្នាជារៀងរហូតទៅ